sự này tất cả này dừng từ lót mà chút này mà đón tiếp đây này ngày ní đài viết cứ chiều video TP có đôi chỉ phía bên to đài chỉ phía tí đọc mùi phẳng đài hay đôi chiều quay đài admin ăn chạy ở trong video môn chắc ra cho này thay mấyคือadminมันđã ở trong chuyện này nó ngày nào cái này ai cho trong chuyện này để cầm bông bơ nâng tớiคือchuyện này thay mấy để cho từ subscribe mùi tới phù phía to của viên miên được trong chuyện này nâng phong năng cái admin phô đôi hai cứ quả này ở đây rong chăm ở job trong phía tí đọc bi sân tây nu phía tí đọc bay cái đôi chỉ phía tí đọc bốn admin nâng phô cho trong chuyện này thay mấy ngày nào cái subscribe tục chỉ một tới hay bây admin trong những cái đôi chỉ miên tại phần năng chânกับกับไปอยู่ต่อยังโจตการการสำหรับเรายังต่างออกเนี่ยตายมาดอกเต้เจ็บรับล่างในขนมพิธีดอกมุ้ยนี่ได้บริหงกับบานประจุปราในกรุ๊ปเนี่ยอมปีประเภทสัตว์จำลายผู้วีคือมีใบประเภทที่มวยคือประเภทสัตว์จำลายได้สีมโนที่พีคือจีประเภทสัตว์จำลายสเตรคลีนแต่นังสแกสำหรับมโนจิบในแอที่ใบจงใกล้เวงคือจีประเภทสัตว์จำลายได้มีสมาร์ทพีขนมการชื่นนวมนังเตดอกนิวีในขนมจุ่มหนองผู้วีทั้งใบคือที่ใบนั่งหายได้จีประเภทสัตว์จำลายได้กรุธนาจึงเกวีมีสมาร์ทพีขนมการชื่นนวมนังเตดอกนิวีระยะtrong ngày 7 km trong 7 km ឬក៏កស៊ូមិនជាមកផាន់ជីនទៀតថានៅពេលដែលពួកគេធ្វើការប្រយុទ្ធគ្នាជាមួយនឹងវិស័យសត្វចម្លែកតែអ្នកផ្សេងទៀតបានដឹងដែរឬក៏អត់អញ្ចឹងផាន់ជីនក៏ប្រាប់ប្រកបវិញថាអត់ដឹងនោះទេដោយបែបនេះប្រីហងកស៊ូមិនជាមកផាន់ជីនទៀតថាតែសន្តាគារមួយនេះគឺជារបស់គេមិនដែរឬក៏អត់ផាន់ជីនក៏តបមកគាត់វិញទៀតថាមិនខុសទេដោយសារតែអញ្ចឹងទៅហើយគាត់ចាំបាច់បារម្ភអ្វីច្រើនទៀតទេក៏បានប្រាប់អ្នកគ្រប់គ្នាថារឿងនៃការថែនៅទីនេះគឺបង្កឡើងដោយការលេចធ្លាយហ្គៀតធ្វើឲ្យបង្កនៅអគិភ័យឆាប់ឆេះនៅសន្តាគាររបស់ផាន់ជីននឹងឯងដែលបែបនេះពួកគេក៏បានចេញមកក្រៅវិញហើយពិតជាដូចគាត់និយាយអញ្ចឹងឆេះនៅសន្តាគារនឹងឯងធ្វើឲ្យផាន់ជីនស្ដាយស្លោះជាខ្លាំងផាន់ជីនក៏អូទៀតថាគេគឺមិនតាន់ទទួលបាននៅធានារ៉ាប់រងផងនឹងបែរជាត្រូវឆេះនៅសន្តាគារបែបនេះតែកាយយ៉ាងក៏បានប្រាប់គេថាកុំឲ្យគេបារម្ភច្រើនពេកអីដរាបណារក្សាព្រៃគង់មិនខ្វះអស់ដុតទេរួចហើយពួកគេក៏ដល់ពេលដែលត្រូវចាស់ចេញត្រឡប់ទៅកាន់សាលាវិញហើយដូច្នេះជីលីងក៏អូខោអាវកាយយ៉ាងទៅតែម្ដងអពេលវងស៊ឺខៃក៏តាមសួរពីនឹងថាតើមានមូលដ្ឋានសម្ងាត់ដែរឬក៏អត់នៅទីនោះមានបន្ទប់មានក្រេមានស្ផេសជាក៏ដូចជាស្រីស្អាតដែរឬក៏អត់កាយយ៉ាងក៏ប្រាប់មកគេវិញថាអត់មាននោះទេគ្រាន់តែគេត្រឡប់ទៅផ្ទះគេវិញទៅស្នាក់នៅផ្ទះហើយបន្តមកទៅរៀនជាធម្មតានិងបន្តពីចេញពីរៀនគេនឹងមានបេសកកម្មឲ្យវងស៊ឺខៃបែបនេះវងស៊ឺខៃគេរៀងស្បាយចិត្តបន្តិចឡើងវិញលៀនអ្នកទាំងពីរឆាចេញនឹងស្រែកមកវិញទៀតថាពួកគេទាំងអស់គ្នានឹងធ្វើការកំចាត់ទៅកាន់ពួកគេទាំងអស់នោះដើម្បីសង្គ្រោះពិភពលោកដូច្នេះកាយយ៉ាងក៏មានតែអើទៅតាមហ្នឹងជីងលីងនឹងក៏រੂបន្តិចផងដែរថាគេចេះតែស្រែកទៅតាមផ្លូវអញ្ចឹងទៅកើតបើវាចេះតែបែបនេះវាច្បាស់ជាថ្ងៃណាមួយមានបញ្ហាជាមិនខានកាយយ៉ាងក៏បានប្រាប់នាងក៏មកមានការបារម្ភពេកអីគេគ្រាន់តែជាការកើតរបស់គេតែប៉ុណ្ណោះទន្ទឹមជាមួយគ្នាផងដែរនឹងពួកគេទាំងពីរនាក់ក៏មានអារម្មណ៍ដឹងអំពីចំហាយពិឃាតដ៏ខ្លាំងក្លានោះក៏ដោយសារតែវត្តមានប្អូនស្រីរបស់កាយយ៉ាងបានមកដល់កាយភ្នែករបស់នាងក៏ហាក់ដូចជាចម្លែកផងដែរនឹងថែមទាំងជាចម្លែកមកខានបងប្រុសរបស់ខ្លួនថែមទៀតបងប្រុសទីបំផុតខ្ញុំរកឃើញបងហើយខ្ញុំក៏បានប្រាប់អ្នកគ្រប់គ្នារួចហើយដែរឃើញបងស្រីរបស់គេបែបហ្នឹងភ្លាមគេក៏បញ្ញាប់សួរបងស្រីរបស់គេថាហេតុអ្វីបានជានាងនៅទីនេះចំពោះជីងលីងនាងក៏បានប្រាប់កាយយ៉ាងថានេះក៏ប្រហែលជាប្រភេទបិសាចឈិនដែលភ្លីហងបានប្រាប់ដែលជាប្រភេទសត្វបិសាចដែលជឿនំនឹងទៅដល់គ្នាដោយសារមិនចង់នាំទុកដល់ជីងលីងមួយយ៉ាងក៏ត្រូវជាបងស្រីរបស់គេដូច្នេះកាយយ៉ាងក៏បានប្រាប់ឲ្យជីងលីងរត់មុនទៅទុកឲ្យគេជាអ្នកទប់ទល់ប្រហែលជាគេអាចទប់ទល់បាន2 3នាទីនិយាយចោលនិយាយឡើងកាយយ៉ាងក៏រៀងឆ្ងល់បន្តិចផងដែរតែហេតុអ្វីបានជាបងស្រីរបស់គេដែលជាបិសាចឈិននឹងមិនទាន់មកចេញរូបរាងពិតទៀតឬមួយក៏គេច្រឡំតែដឹងគេនិយាយតាន់ចុះផងបងស្រីរបស់គេទៅជាធម្មតាវិញស្រែកថាឲ្យបងប្រុសរបស់ខ្លួនដែលជាកាយយ៉ាងថាហេតុអ្វីបានជាគេមានសង្សារមិនប្រាប់ដល់នាងអញ្ចឹងមិនត្រឹមតែប៉ុណ្ណឹងថែមទាំងចូលសន្តាគារបើកបន្ទប់ជាមួយនឹងនាងទៅទៀតតែគេអត់ចេះខ្វះអៀនទេមែនដែរឬទេពេលនេះគេក៏ចាប់បានផោះតាំងទាស់នឹងភ្នែកហើយមិនចាំបាច់ឲ្យកាយយ៉ាងបកស្រាយប្រាប់គេទេអសរដែលសេនៅលើថ្ងៃរបស់គេគឺបានបញ្ជាក់រួចហើយដោយសារតែអញ្ចឹងទៅហើយកាយយ៉ាងក៏បានប្រាប់បងស្រីរបស់ខ្លួនថាវាមិនដូចជាការកើតរបស់នាងនោះទេចាំគេជាអ្នកនឹងបកស្រាយប្រាប់តែបងស្រីរបស់គេនឹងអត់ខ្វល់ច្រើននោះទេថតរូបពីអ្នកគេនឹងហើយក៏បានប្រាប់ថានាងនឹងបង្ហោះរូបភាពទាំងអស់នឹងចូលទៅក្នុងបណ្ដាញសង្គមដើម្បីឲ្យខ្វះគេម្ដងហើយឲ្យសាលារៀនបណ្ដេញគេចេញថែមទាំងឲ្យម៉ាប៉ារបស់ពួកគេទាំងអស់គ្នានឹងដេញគេចេញពីផ្ទះតាមទៀតកាយយ៉ាងជឿននិយាយច្រើនធានជាងកញ្ឆក់យកទូរស័ព្ទពីដៃបងស្រីរបស់គេបកគលទៅឲ្យជីងលីងលុបនៅរូបភាពទាំងអស់នឹងចេញបងស្រីរបស់គេឃើញបែបនេះក៏ព្យាយាមរត់ទៅតាមទូរស័ព្ទវិញតែបងប្រុសរបស់គេចាក់ក្បាលជាប់តែបងស្រីរបស់គេនឹងនៅតែនិយាយថាកុំព្យាយាមបំបត្តិផុសទាំងអីសោះលុបរួចរាល់អស់ហើយជីងលីងក៏ប្រកល់ទូរស័ព្ទមកឲ្យកាយយ៉ាងវិញប្រាប់កាយយ៉ាងថានាងត្រឡប់ទៅកាន់សាលាមុនហើយរឿងរ៉ាវទាំងអស់ដែលនៅទីនេះទុកឲ្យកាយយ៉ាងជាអ្នកដោះស្រាយតែកាយយ៉ាងគេក៏អូខេទៅតាមនឹងចំពោះបងស្រីរបស់គេវិញនៅតែលោឡាញ៉ៃញ៉ៃពេញនឹងថែមទាំងប្រាប់ទៀតថាទោះបីជាលុបផុសតាំងចោលក៏ដោយនាងនឹងព្យាយាមផ្សព្វផ្សាយនៅរឿងកខ្វក់របស់គេឲ្យតតែបានទោះបីជាមានអ្វីមកសោកប៉ាន់ក៏នាងអត់ខ្វល់ដែរបើទោះបីជាយ៉ាងនេះក្តីនៅចុងក្រោយកាយយ៉ាង
យ៉ាងក៏បានទិញនឹងចំណីជាច្រើនមកលួងនាងប្រាប់ឲ្យនាងបាត់មាត់កុំនិយាយទៅប៉ែទៀតហើយក៏ព្យាយាមបោះស្រាយប្រាប់នាងដដែលណាតែប្អូនស្រីរបស់គេដែលមានឈ្មោះថាកៅស៊ីននេះនៅតែរៀងចរកូនពៅដដែលណាដោយសារតែបែបហ្នឹងកាយយ៉ាងក៏បានអង្អាក្បាលនាងនឹងបានបោះស្រាយប្រាប់នាងថារវាងគេរួមជាមួយនឹងឈីងលីងវាគ្រាន់តែជាមិត្តភាពដ៏បរិសុទ្ធមួយប៉ុណ្ណោះហើយឃើញគេចូលក្នុងបន្ទប់ក្នុងសថាគារនេះដេកអស់មកយកពិតមែនពួកគេទាំងពីរនេះមិនបានធ្វើស្អីគ្នានោះឡើយគ្រាន់តែពួកគេធ្វើតែប្រឡងជាមួយនឹងគ្នាដើម្បីទទួលបានពិន្ទុច្រើននៅពេលដែលប្រឡងប៉ុណ្ណោះទោះជាមានការបោះស្រាយរបស់កាយយ៉ាងបែបនេះតែប្អូនស្រីរបស់គេនឹងនៅតែមិនជឿនឹងនិយាយទៀតថាក៏មកកុហកក្មេងស្រីអាយុ3ឆ្នាំដូចជានាងអីវាមិនដែលអ្នកណាទៅធ្វើតែខ្សែសិក្សានៅបន្ទប់សន្តាគារនោះទេកាយយ៉ាងក៏បានបោះស្រាយប្រាប់នាងបន្តទៀតថានោះក៏ដោយសារតែនៅលើអ៊ីនធឺណិតវារឿងញ៉ៃញ៉ៃខ្លាំងពេកមិនអាចផ្ដោតទៅលើការស្វែងយល់ទៀតដោយសារតែបោះស្រាយម្លឹងទៅហើយទៅធ្វើឲ្យកូនពៅដែលជាប្អូនស្រីរបស់កាយយ៉ាងនឹងព្រមជឿបោះស្រាយចុះឡើងកាយយ៉ាងក៏បានសួរត្រឡប់មកកាន់ប្អូនស្រីរបស់គេវិញថាតើហេតុអ្វីបានជានាងដឹងថាគេមកម្ដងនេះអញ្ចឹងប្អូនស្រីរបស់គេក៏បានចាប់ផ្ដើមបោះស្រាយប្រាប់គេវិញម្ដងថាដោយសារតែនាងទៅទិញរ៉ូបថ្មីមួយអញ្ចឹងចង់បង្ហាញគេបានឃើញតែដោយសារតែគេមិនបានមកផ្ទះហេតុនេះបន្ទាប់ពីនាងព្យាពីដំណេកនាងក៏ព្យាយាមតាក់ទងទៅគេផងណាតែអត់ចូលសោះអញ្ចឹងនាងក៏ព្យាយាមតាក់ទងទៅកាន់វងស៊ូខៃវិញម្ដងវងស៊ូខៃក៏បានប្រាប់នាងថាបងប្រុសរបស់គេគឺបានលបគ្នានៅបន្ទប់សន្តាគារលើការនិយាយប្រទេសផ្ដារបស់ប្អូនស្រីរបស់គេអញ្ចឹងគេក៏បានខកមកកញ្ញនឹងប្រាប់ប្អូនស្រីរបស់គេកុំឲ្យនិយាយពាក្យប្រទេសផ្ដាបែបហ្នឹងទៀតរួចហើយពីអ្នកបងប្អូននឹងក៏បានសន្យាជាមួយនឹងគ្នាថាលើកក្រោយមិនអាចមានរឿងអ្វីលាក់បាំងជាមួយគ្នានោះទេស្អីរឿងក៏បានកាត់មកដល់ក្នុងសាលាវិញកាយយ៉ាងគេរៀបតែនឹងបើកទ្វារចូលទៅក្នុងថ្នាក់រៀនទៅហើយប៉ុន្តែគេបានឮសំឡេងសាច់ក្អាកក៏ធ្វើឲ្យគេឆ្ងល់ជាខ្លាំងបើកទ្វារចូលមកដល់ខាងក្នុងភ្លាមឃើញវងស៊ឺខៃភ្លេចកាន់តែចម្លែកចិត្តបន្ថែមទៀតវងស៊ឺខៃក៏បាននិយាយរាក់ទាក់មកកាន់កាយយ៉ាងភ្លេចតែម្ដងដោយសារតែឃើញវងស៊ឺខៃអញ្ចឹងទៅហើយគេក៏បានអូសដៃវងស៊ឺខៃទៅនិយាយគ្នាកន្លែងស្ងាត់តែពីរនាក់កាយយ៉ាងក៏សួរដេញដល់មកគេថាក្រែងខ្លួនបានប្រាប់ឲ្យគេស្នាក់នៅផ្ទះតែម្នាក់ឯងតែហេតុអ្វីបានជាគេត្រឡប់មកសាលាវិញអញ្ចឹងវងស៊ឺខៃក៏ញ៉ាំបោះស្រាយថានោះក៏ដោយសារតែគ្រូបានប្រាប់គេឲ្យមកកាន់ការិយាល័យឬគឺវាបែបហ្នឹងគេក៏ថែមទាំងធានាបន្ថែមទៀតផងដែរថាគេគឺមិនត្រូវបានរៀបត្រដាងអ្វីនោះឡើយនិយាយគ្នារួចដល់អស់ហើយវងស៊ឺខៃក៏បញ្ញាធ្វើដំណើរទៅកន្លែងណាក៏មិនដឹងដែរចំពោះកាយយ៉ាងវិញគេក៏រៀងមានការចម្លែកក្នុងចិត្តទៀតថាវងស៊ឺខៃក៏ហាក់ដូចជាបានលាក់បាំងអ្វីមួយមកដល់គេកាយយ៉ាងក៏ព្យាយាមគិតយ៉ាងល្អិតល្អន់ផងដែរថាវងស៊ឺខៃគឺទុកចិត្តតែចំពោះខ្លួនគេព្រមជាមួយឈីងលីងតែប៉ុណ្ណោះតែហេតុអ្វីបានជាគេត្រឡប់មកកាន់សាលាវិញភ្លាមចឹងឬមួយក៏ឈីងលីងគឺបានប្រាប់គេឲ្យមកបើសិនជាឈីងលីងបានប្រាប់គេឲ្យមកពិតមែនច្បាស់ជាមានរឿងមិនស្រួលហើយអញ្ចឹងគេក៏បញ្ញារត់ទៅតាមវងស៊ឺខៃផ្លែតែម្ដងព្រោះតែការស្មានរបស់កាយយ៉ាងនេះគឺកញ្ញាឈីងលីងបានប្រាប់វងស៊ឺខៃមកសាលាជួបនាងទៅពីរនាក់ច្បាស់ជាកញ្ញាឈីងលីងចង់ចាត់ការវងស៊ឺខៃជាមិនខានកាត់បកានវងស៊ឺខៃនៅលើដំបូលសាលាវិញតែគេគឺកំពុងតែរងចាំឈីងលីងពិតមែនព្រោះតែឈីងលីងបានណាត់គេឲ្យមកទីនេះដើម្បីធ្វើការហ្វឹកហាត់ពិសេសតែពីរនាក់ទន្ទឹមជាមួយនឹងគ្នាផងដែរនឹងកាយយ៉ាងគេក៏បានធ្វើណាមកដល់ចាប់ស្មាគេឃើញកាយយ៉ាងមកទីនេះដូចគ្នាអញ្ចឹងវងស៊ឺខៃនឹងក៏និយាយមកកាយយ៉ាងថាតើគេបានដឹងអំពីរឿងដែលឈីងលីងបានណាត់គេមកកាន់ទីនេះហ្វឹកហាត់ពិសេសដែរមែនទេឬទេនិយាយមកកាយយ៉ាងទៀតផងដែរថាកាយយ៉ាងខ្លាចខ្លួនគេនឹងមានសមត្ថភាពខ្លាំងជាងកាយយ៉ាងមែនដែរឬទេតែកាយយ៉ាងក៏បាននិយាយឬតបវៃទៅកាន់វងស៊ឺខៃច្រើនដែរគាត់តែប្រាប់វងស៊ឺខៃថាឲ្យបញ្ញាប់ចាស់ចេញពីទីនឹងទៅកញ្ញាឈីងលីងបានមកឬទេទន្ទឹមនឹងពួកគេរត់ចាស់ចេញពីនឹងក៏ស្រាប់តែមានចំហាយធម្មពលវិប្រហាមកកាន់ពីនេះនឹងភ្លាមតែម្ដងក៏បានធ្វើឲ្យសាច់រឿងនៃភាគទី11ក៏ត្រូវបញ្ចប់នៅត្រឹមហ្នឹងអូខេហ្នឹងហើយអ្នកនរគ្នាសាច់រឿងក៏ត្រូវឲ្យចប់ហើយជាចុងក្រោយក៏អត់មានអីនិយាយច្រើនដែរគ្រាន់តែថាអ្នកទាំងអស់គ្នាកុំភ្លេចទៅ Subscribe Channel ថ្មីផងដើម្បីផលភាគបន្តទៀតនៅក្នុង Channel ហ្នឹងដែលមិនចាំបាច់ខ្លាចមានបញ្ហាដល់ Channel ទៀតទេបើអ្នកទាំងអស់គ្នាជួយចុចរួចហើយអត់មានអីនិយាយតទៀតទេអញ្ចឹងបាយបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាគបន្តទៀត